បាទអរគុណតែតើជាមួយនឹងព័ត៌មានចុងក្រោយនៅក្នុងវគ្គទី3នេះគឺនឹងលើកឡើងអំពីបាទក្លឹបអាតេរីស Real Madrid កំពុងតែមានទំនុកចិត្តខ្ពស់ដើម្បីទទួលបាននៅកីឡាករបាទខ្សែការពារឆ្នាំរបស់ក្លឹបបោះហុងក្រហម Liverpool នោះគឺកីឡាករ Ibrahima Konate ដោយគ្មានតម្លៃខ្លួននៅរដូវកាលក្រោយបាទអញ្ចឹងយើងឃើញថាសម្រាប់ Atletico Real Madrid នេះគឺកំពុងតែសម្លឹងយកកីឡាករដែលមានគុណភាពដើម្បីមកពង្រឹងក្រុមបន្ថែមទៀតហើយបាទក្រោមការដឹកនាំរបស់លោកបាទXabi Alonso បាទខ្ញុំគិតថាកូណាតេគាត់ចប់កុងត្រារដូវកាលក្រោយឯងអញ្ចឹងឥឡូវនេះគាត់ជាការប្រហើបបែបដាក់មនុស្សគុំបែបប្រហែលអត់ចង់ឲ្យកូណាតេនៅទៀតឬក៏ប្រហែលជាការចរចារវាង Liverpool និងក្លឹបអត់ចង់ឲ្យនៅទៀតណាបាទអញ្ចឹងប្រហើបថាអូខេបើសិនមកយកអញ្ចឹងបើនិយាយពីកីឡាករសិកាបើនិយាយពី Real និង Liverpool បងប្អូនអាចចាប់អារម្មណ៍ Real Madrid ច្រើនជាងទាំងខ្ញុំទាំងសខាណាព្រោះគិតថាក្លឹបយក្សក្លឹបធំណាទាំងកីឡាករដូចគ្នាដែរក្តីសម័យរបស់គាត់គឺគាត់ចង់ទៅលេងក្លឹបធំអញ្ចឹងប៉ុន្តែមិនមែនមានថា Liverpool ក្លឹបអស់ណា Liverpool ក៏ធំដែរប៉ុន្តែគាត់ថាការវិវត្តពីក្លឹបមួយទៅក្លឹបមួយគេថាមានស្ថិរភាពពី Liverpool ទៅ Real Madrid គាត់សើអាក្រក់មើលឯងរត់តែល្អប៉ុន្តែបើពី Liverpool ទៅក្លឹបទូចអាហ្នឹងវាងុយយ៉ាប់ហើយបាទមែនតើកីឡាករភាគច្រើននៃ English Premier League យើងគិតថាបើសិនជាការដោះដូរបាទឬក៏ការផ្លាស់អាជីពរបស់គាត់ទៅលីកផ្សេងពីច្រើនក៏ផ្ដោតទៅលើលីករបស់អេស្ប៉ាញបាទ La Liga អញ្ចឹងបងប្អូនមើលឃើញសមិទ្ធផលដែលកីឡាករមួយចំនួនដូចជាជំនាន់បាទកីឡាកររបស់ Liverpool កន្លងទៅដូចជា Luis Suarez គាត់ចាក់ចេញពី Liverpool គាត់ទៅចូលរួមជាមួយនឹង Barcelona គាត់ជោគជ័យជាមួយនឹង Barcelona បាទហើយកីឡាករផ្សេងទៀតក៏គេរាប់ចាក់ចេញពីទឹកដីអង់គ្លេសបាទទៅចូលរួមជាមួយនឹងអេស្ប៉ាញគាត់ជោគជ័យដូចជាស្ដែងកីឡាកររបស់ Cristiano Ronaldo ជាដើមគាត់ចាក់ចេញពីបិសាចក្រហម Manchester United ទៅគាត់ទៅចូលរួមជាមួយនឹង Real Madrid បាទគាត់ជោគជ័យខ្លាំងមែនទែនបាទជួយឲ្យ Real Madrid ឈ្នះពានរង្វាន់បាទ UEFA Champions League សូម្បីតែពានរង្វាន់ឯកតជនរបស់គាត់ Ballon d'Or ក៏ឈ្នះ5ដងឯណោះបាទនៅពានរង្វាន់ផ្សេងទៀតអញ្ចឹងកត្តានេះហើយដែលធ្វើឲ្យកីឡាករគេថាចំនួនក្រោយណាតែតែសម្លឹងមើលការផ្លាស់ប្ដូរបែបនេះបាទបើសិនជាមានឱកាសក្លឹបធំដូចជា Real Madrid បើការចាប់អារម្មណ៍ហើយគាត់ប្រកាសជាបើកចិត្តដូចគ្នានៅក្នុងការទៅចូលរួមអញ្ចឹងបច្ចុប្បន្ននេះឥឡូវនេះយើងឃើញសម្រាប់កីឡាករខ្សែការពាររបស់ក្លឹបបោះហុងក្រហម Liverpool គឺកីឡាករ Ibrahima Konate ដែលមានដើមកំណើតបារាំងគាត់បើសិនជា Liverpool គេថាបញ្ចុះកងត្រាឬក៏គាត់អស់សុពលភាពកងត្រាជាមួយនឹង Liverpool នៅរដូវកាលក្រោយហើយស្របពេលដែល Real Madrid កំពុងតែតំណងចង់បានទៀតខ្ញុំគាត់ថាភាគរយច្រើនដែលកូណាតេគាត់ចង់ទៅចូលរួមជាមួយនឹង Real Madrid ដោយសារតែកត្តា background របស់ក្លឹបបាទកត្តាគេថាបរិបទឬក៏ដូចជាអ្នកគ្រប់គ្រងរបស់ Real Madrid បាទក៏ដូចជាកត្តាហិរញ្ញវត្ថុផងដែរពីព្រោះចាស់ស្ដាយយើងគាត់ថាបើសិនជា Real Madrid បើសិនតែចង់ទិញកីឡាករក៏គាត់មិនខ្វះលុយនៅក្នុងការទិញដែរប៉ុន្តែចាស់ស្ដាយអាចនិយាយបានថា Real Madrid ចង់ឆ្មក់យកកីឡាករណាដែលថាប៉ុតកងត្រាណាហើយចង់ទៅចូលរួមជាមួយនឹង Real Madrid ដោយគ្មានតម្លៃខ្លួនហើយបាទអញ្ចឹងដូចចាស់ស្ដាយយើងមានបទពិសោធន៍កន្លងទៅហើយដូចជាកីឡាកររបស់ Liverpool នឹងស្រាប់បាទ Trent Alexander-Arnold នឹងឯងបាទជាខ្សែការពារស្លាបដ៏ឆ្នើមរបស់ Liverpool ក៏មិនសម្រេចចិត្តនៅក្នុងការបន្តកងត្រាជាមួយនឹង Liverpool ដែរអញថាគាត់ជោគជ័យជាមួយនឹង Liverpool ហើយជាងគាត់ចង់ផ្លាស់ប្ដូរជីវិតរបស់គាត់ទៅសាកល្បងជាមួយនឹងក្លឹបធំនៅអេស្ប៉ាញវិញម្ដងយ៉ាងណាបាទកូណាតេក៏ដូចគ្នាដែរបាទន័យថាអញថាបច្ចុប្បន្នទាំងភ្នាក់ងាររបស់បាទក្លឹប Real Madrid ក៏ដូចជាភ្នាក់ងាររបស់បាទកូណាតេក៏បានព្រមព្រៀងគ្នាជាលក្ខណៈផ្ទាល់មាត់ទៅហើយនៅក្នុងការផ្លាស់ប្ដូររូបគេបាទបន្ទាប់ពីបញ្ចប់បាទកងត្រាឬក៏អស់សុពលភាពកងត្រាពី Liverpool ទៅគាត់នឹងចូលរួមជាមួយនឹងបាទ Real Madrid តែម្ដងបាទហើយបើយើងឃើញអំពីអ្វីដែលកីឡាករកូណាតេដែលធ្វើឲ្យReal Madrid ចាប់អារម្មណ៍គាត់ខ្លាំងគឺគាត់បង្ហាញខ្លួនឲ្យ Liverpool នឹងតែម្ដងមានន័យថាគាត់មានដើមកំណើតបារាំងបាទកូណាតេគាត់មានដើមកំណើតបារាំងគាត់ធ្លាប់លេងនៅយុវជនរបស់ Paris Saint-Germain បាទ Paris FC បន្ទោសគឺស៊ូឆូក៏ដូចជា RB Leipzig បាទរដូវកាល2021គាត់បានមកផ្លាស់មកចូលរួមជាមួយនឹង Liverpool អញ្ចឹងការដែលបង្ហាញខ្លួនឲ្យ Liverpool តាំងពីរដូវកាល2021ដល់2025នេះគឺកូណាតេបង្ហាញខ្លួនបាន89ប្រកួតផងដែរបាទអញ្ចឹងមានន័យថាកម្រដែលឃើញកូណាតេអវត្តមានហើយកណ្ដាលរបស់គាត់ហ្នឹងណារ៉ូលរបស់គាត់ហ្នឹងជាមួយនឹង Virgil van Dijk ហ្នឹងគឺពិតជាការរឹងមាំមែនតើតែម្ដងមិនងាយទេ Van Dijk ខូឡង់កូណាតេបារាំងបាទចាប់ដីគ្នានៅតំបន់កណ្ដាលគឺមិនងាយបាទមិនងាយបំបែកទេអ
dân dân khơi nhảy ao ta cái lá cô na đài là ô bạn đi riêng mà riêng tay để cái là bao cả chả bảo đảm được kì hay cốt bởi vì chừng mới chết bà răng bấy nhá cho tăng bị ôi đập vào môi ôi đập vào pal ôi đập vào muôn ôi mà phay môi công chừng mới chết bà răng chột thùng thiệt dân cô nà tế anh vậy bàn thà bà sân ba rồi đời cả cõi quạt phật contra sự polo phim chừng mới nâng Liverpool trong cái thà phía rồi tràn mình thế đại cô nà tế nâng từ châu room chừng mới nâng Real Madrid bà chẳng ở đời xa tại anh vậy pe club min ca phải cho đây mình ọt đi đời xa tại Alexander nó có flop chỉ cái là cô bỏ Liverpool chẳng có tới châu room chừng mới nâng Real Madrid và có chỉ miền ca tẹt tôn kia xuân nuông ở tận đây Spain mấy đai nè control rồi có Paris bot cá lê với mấy đai bởi sân gì trong phật contra bị Liverpool tới trong từ châu room chừng mới nâng Real Madrid ai nâng miền ca spa cung rồi ót bản chất anh ấy bia anh như tham chỉ ca xong từ điệp tới không một con chả tay đôi Kylian Mbappé rồi cả và Kylian Mbappé đôi kia này không biết là mán khai bởi dân gì Kylian Mbappé quạt anh như ta còn trong và to contra chỉ mới nâng Paris Saint-Germain á bà anh có bà to ban hay bạ phụ là cam mà con có trao được lộp đại phần này hãy đây bạn quạt sẽ chết nó không cam mình bà to contra bà chỉ mới nâng PSG còn mà showroom chỉ mới nâng bà Real Madrid có đào tam cái đây giờ máy và người dưới mình cái đây giờ máy hay miền về phát miền Dream bà quạt tăng vì không mấy trong lệ club thôm á rồi lánh club nâng giống quạt mới là cao bà quạt nâng showroom mày bà chân dạng ná từ lọp màu vinh bà cái lá cô Ibrahima cô là tê để chia cái lá cô bậc sai cà phê channel bà club bà hong của home Liverpool có đôi chiếc trong chừng đôi chiếc muôn cô bà răng bà chợ bọn ấy có cùng bông tay sầm lưng pi bà agent rồi có club bà toát bà Real Madrid phòng đài ở trong trăm tay portfolio hiệp bà con ta rồi bà Ibrahima Konate nơi đời cả crowd cho nó quạt nâng sầm rát chụp vì sao bà quạt than nâng từ showroom chừng mười nâng Real Madrid nơi đời cả mấy rồi có dạng nào chứng sầm đẹp bà riêng rá rồi bà cái là cô Ibrahima Konate cho bà xong phải chấp tập phần này